ខ្ញុំចង់ជាពិសេសសម្រាប់កូនសិស្សានុសិស្សដែលនៅថ្នាក់មត្តេយ្យហើយជាពិសេសសិស្សានុសិស្សដែលនៅថ្នាក់បឋមសិក្សាវាទាមទារខ្លាំងណាស់ឲ្យមានការចូលរួមពីអ្នកណាទី1ចូលរួមពីសាលាពីគ្រូហើយនឹងការចូលរួមពីមេដាបេដាពីព្រោះក្មេងនៅប៉ុណ្ណឹងក្មេងនៅមត្តេយ្យនិងក្មេងនៅបឋមសិក្សាមានន័យថាគេចាត់ទុកថាគាត់អត់ទាន់ចេះដឹកនាំនិងគ្រប់គ្រងខ្លួនទេគាត់ស្ថិតនៅក្រោមការដឹកនាំនិងគ្រប់គ្រងរបស់ឪពុកម្ដាយមេដាបេដានៅផ្ទះហើយគាត់ស្ថិតនៅក្នុងការដឹកនាំនិងគ្រប់គ្រងរបស់សាលានៅពេលដែលគាត់មកសាលាដូច្នេះពេលហ្នឹងខ្ញុំចង់ជំរាបជូនថាយើងត្រូវបង្កើតទម្លាប់មួយឲ្យគាត់ហើយជាពិសេសឆ្លើយទៅនឹងសំណួរមួយដែលតែងនិយាយថាហេតុអីបានគាត់អត់ចូលចិត្តអានកុំបន្ទោសគាត់ពីព្រោះអីបានគាត់មិនចូលចិត្តអានពីព្រោះគាត់អត់យល់ថាការអាននឹងមានប្រយោជន៍ហើយបើអត់មានអ្នកណាដែលប្រាប់គាត់ហើយគាត់ក៏អត់ដែលឃើញថាអ្នកដែលបានអានពិតប្រាកដហ្នឹងវានឹងទទួលបានប្រយោជន៍ហ្នឹងហើយវានឹងទទួលបាននៅកិត្តិយសហ្នឹងគាត់អត់ដែលឃើញកន្លែងហ្នឹងឯងធ្វើឲ្យជាការបាត់បង់មួយសំខាន់បំផុតដែលធ្វើឲ្យមនុស្សអត់ចង់អានប៉ុន្តែអ្វីដែលខ្ញុំចង់ឆ្លុះបញ្ចាំងពេលនេះថាសូមឲ្យមេដាបេដាទាំងអស់ជាពិសេសអាណាព្យាបាលក៏ដូចជាសាលាដែរមានន័យថាបង្កើតនៅទម្លាប់ល្អមួយសម្រាប់ឲ្យសិស្សនឹងអានមានន័យថាដាក់វាឲ្យទៅជាអីដាក់វាឲ្យទៅជាកាតព្វកិច្ចមានន័យថាម៉េចយើងត្រូវ